សួរគ្រូវីដេអូនេះខ្ញុំមកបង្ហាញពី lab permission management តោះមកយើងចូលមកកាន់ Linux របស់យើងហើយនឹងមើល comment របស់យើងស្រាប់group នីមួយៗនិង folder មួយខ្ញុំបានបង្កើតរួចហើយឥឡូវនេះខ្ញុំមកបង្ហាញពី permission ដែល group និង user ដែលខ្ញុំបានបង្កើតរួចgroup និង user មានចំនួន6 finance HR IT management sale ហើយនិង stock ដែលមាន permission ផ្សេងគ្នាតមកខ្ញុំមកបង្ហាញពី comment ដែលយើងត្រូវបង្កើតដំបូងយើងបង្កើតdirectory ចំនួន8ដែលសម្រាប់ backup ហើយនឹង check EOD ហ្នឹងគឺយើងអត់បញ្ចូលជាមួយការងារយើងទេហើយបន្ទាប់មកយើងបង្កើត group ចំនួន6មាន management HR IT finance ហើយ sale ហើយនិង warehouse ហើយបន្ទាប់មកយើងបង្កើត user យើងបង្កើត user មានដូចជា management IT HR finance sale ហើយនិង warehouse ហើយចំណុចចុងក្រោយចំណុចបន្តទៀតយើង set owner ហើយនិង group ហើយចំណុចបន្តទៀតយើងដល់កន្លែង set permission ដែល permission final យើងកំណត់ឲ្យ100% គឺ read write execute ហើយនិង read write execute មានតែ management ទេដែលយើងឲ្យ set 175សម្រាប់នេះយើងតេស្តមើលcheck មើល permission របស់ user យើងមួយហើយសម្រាប់ការងារនេះមានតែប៉ុណ្ណេះជាចុងបញ្ចប់នៃវីដេអូសូមអរគុណដល់លោកគ្រូនិងជម្រាបលា